ថ្ងៃនេះមិនដឹងថាមានមុខម្ហូបអីបើកទូចុះបើកឡើងក៏មើលឃើញសាច់មិនប្រហែលដុំនៅនឹងក្នុងទូទឹកកកហើយក៏មិនដឹងថានឹកឃើញធ្វើអីក៏បើក Facebook ទៅក៏នឹកឃើញគេឆាសាច់មាន់ជាមួយនឹងណាំងៅណាបងប្អូនហើយក៏ខ្ញុំក៏នឹកឃើញអីទេប្រើកូនទៅទិញណាំងៅពីរគ្រាប់មកក៏ដាក់ដល់កឲ្យបងប្អូនយកពីរសជាតិឆ្ងាញ់មែនហើយថាសាច់មិនរបស់យើងក៏យើងមិនបានជាយកអាសាច់មិនស្វិតអីតែយកអាសាច់មិនបីសះណាបងប្អូនហើយក៏យើងលាងសម្អាតលាងអីដូចតែឃើញក្នុងវីដេអូចាអញហើយក៏នេះឯងការងារស្ត្រីមេផ្ទះយើងពេលណាដែលយើងធ្វើបានដឹងថាវាពិបាកប៉ុណ្ណាវាកញ្ចប់កញ្ចប់វាអានេះអានោះច្រើនណាបងប្អូនហើយក៏ខ្ញុំក៏មិនមែនជាប្រចាំដែរបងប្អូនគ្រាន់តែថាពេលណាដែលប្រពន្ធគាត់រវល់ក៏យើងមកជួយធ្វើទៅបើថាប្រពន្ធគាត់មិនរវល់ក៏គាត់ធ្វើទៅអញ្ចឹងហើយបានថាពេលណាដែលបងប្អូនប្រុសពេលណាដែលឃើញស្ត្រីគាត់ឬក៏ប្រពន្ធនៅផ្ទះឬក៏ម្ដាយនៅផ្ទះធ្វើការងារផ្ទះកញ្ចប់អីកុំមើលស្រាលណាបងប្អូនបើសិនជាយើងមើលស្រាលគឺមិនស្រួលទេពេលណាដែលយើងធ្វើណាពេលណាដែលយើងធ្វើដូចខ្ញុំអញ្ចឹងពេលណាចូលមកចង្ក្រានម្ដងគឺកញ្ចប់មិនចេះតែស្រួលមិនចេះតែងាយស្រួលដូចអាការធ្វើស្រែក៏វាមានយ៉ាប់ដែរប៉ុន្តែវាមិនមែនដូចកញ្ចប់ទេគឺទៅស្រែដឹងថាទៅឲ្យដកស្មៅដកអីហើយក៏ព្រោះអីហ្នឹងឯងតែការងារផ្ទះមិនមែនទេគឺបងប្អូនពេលណាដែលយើងធ្វើទើបដឹងថាវារវល់ប៉ុណ្ណាទោះបីតែវាមិនមែនជាធំដុំប៉ុន្តែវារវល់តែព្រឹកតែល្ងាចទើបតែពីបាយព្រឹកក៏ដល់បាយល្ងាចទើបពីបាយល្ងាចក៏ដល់លាងចានលាងឆ្នាំងដូចតែគ្នាចឹងឯងបងប្អូនហើយបើថាយើងទៅធ្វើអីតែមួយមុខនៅក្រៅផ្ទះនៅអីចឹងគឺវាតែមួយមុខទេតែបើនៅក្នុងផ្ទះគឺច្រើនមុខចឹងឯងហើយថ្ងៃនេះឡាយតែនិយាយរឿងពីរឿងការងារផ្ទះឬក៏តសើស្ត្រីមេផ្ទះអីគឺដល់ណាហើយបងប្អូនហើយដូចជាដល់មកកាប់សាច់មិនសាច់អីហ្នឹងឯងហើយក៏យើងសាច់មិនហ្នឹងយើងមិនបានកាប់ឲ្យវាតូចអីកាប់មកសំល្មមរបស់យើងដែលយើងត្រូវឆាវាឲ្យឆាប់ឆ្អិនឆាប់អីហ្នឹងហើយបន្ទាប់ពីកាប់សាច់មិនកាប់អីក៏យើងមកហាន់ស្លឹកខ្ទឹមហាន់អីទុកជាមុនសិនមកបងប្អូនហើយបើយើងឡាយតែឆាបណ្ដើហាន់បណ្ដើអីវាធ្វើឲ្យវាមិនទឿនចិត្តឬមួយក៏វាអីដែរយើងវារវល់វាអីណាបើយើងហាន់គ្រឿងហាន់អីទុកជាស្រេចអញ្ចឹងគឺស្រួលចាប់ពីដើមមកប្រឆេះចក្រានគះឬមួយក៏ដាក់ខ្ទះដាក់ខ្លាញ់អីតែម្ដងមកគឺចាប់ពីដើមមកគឺឆាយកឲ្យលឿនទៀតបងប្អូនហើយក៏បន្ទាប់ពីស្លឹកខ្ទឹមហាន់ស្លឹកខ្ទឹមវិញអីល្មមសំគួរហើយនេះម្ទេសរបស់យើងលាងទឹកសម្អាតរួចអស់ហើយក៏មកហាន់បណ្ដើមកបងប្អូនហាន់នេះហាន់មិនឲ្យវាវិញទេគឺហាន់វាមកល្មមត្រូវការហើក៏ហើទៅត្រូវការមិនហើក៏យើងដាក់បន្តិចទៅម្ទេសរបស់យើងណាបន្ទាប់ពីហាន់ម្ទេសហាន់អីក៏នេះខ្ទឹមរបស់យើងគឺយើងដំទៅបងប្អូនដំវាមកល្មមយើងខ្ទឹមរបស់យើងក៏យើងចង់ច្រាំក៏បានដាក់ដល់ដំមកកំប៉ែតទៅច្រាំក៏ល្អវាធ្វើឲ្យឆាប់ខ្ទឹមយើងវាឆាប់ឈ្ងុយឆាប់អីណាបងប្អូនហើយបន្ទាប់ពីយើងច្រាំខ្ទឹមច្រាំអីនេះចាប់ផ្ដើមមកបកជាមួយនឹងខ្ទឹមក្រហមរបស់យើងខ្ទឹមក្រហមខ្ញុំប្រើតែ1មើមទេបងប្អូនបើសិនជាបងប្អូនប្រើច្រើនក៏ប្រើទៅប៉ុន្តែខ្ញុំមាននៅក្នុងទូ1មើមក៏ដាក់1មើមដែរបងប្អូនហើយបន្ទាប់ពីយើងច្រាំយើងហាន់ខ្ទឹមក្រហមខ្ទឹមអីជាមួយយើងរួចហើយក៏នេះមកស្លឹកក្រូចក៏យើងលាងអីសម្អាតក៏រួចហើយបងប្អូនគ្រឿងក្រមរបស់យើងក៏នេះយើងដាក់នឹងថាសនេះស្រេចតែម្ដងក៏ចាំតែពេលណាដែលឆាក៏ដល់ក៏យើងដាក់ព្រុកតែម្ដងណាបងប្អូនហើយបន្ទាប់ពីយើងទុកមួយឡែកសិនមកយើងមកដាក់ខ្ទះឲ្យក្តៅហើយចាក់ខ្លាញ់ចាក់អីមកក៏នេះបងប្អូនគឺយើងឆាចុះឆាឡើងវីឡើងឲ្យតែវាក្តៅសពខ្ទះរួចអស់ហើយបន្ទាប់មកគឺយើងដាក់ជាមួយនឹងខ្ទឹមដែលយើងច្រាំរួចអស់ហើយដែលយើងព្រៀងទុកណាយើងអញ្ចឹងទៅយើងស្រួលយើងងាយស្រួលយើងដាក់ព្រុសតែម្ដងណាបងប្អូនហើយយើងឆាវានឹងខ្ទឹមច្រាំនេះយើងឆាក្អូបឈ្ងុយតែម្ដងឆាចុះឆាឡើងមើលតែក្អូបក៏យើងបន្ថែមជាមួយស្លឹកក្រូចដែលយើងបានបេះបានអីរួចអស់ហើយនេះកូរឡើងមើលតែឃើញតែឈ្ងុយស្លឹកក្រូចជាមួយនឹងខ្ទឹមរួចអស់ហើយក៏នេះចាក់ជាមួយនឹងសាច់មិនរបស់យើងដែលយើងបានកាប់ទុកនេះបងប្អូនអញ្ចឹងអីថាយើងធ្វើអីឲ្យតែយើងបានព្រៀងទុកជាមុនឬក៏យើងរៀបទុកជាមុនគឺលឿនទេយើងពេលណាដែលយើងឆាទៅវាមិនងាយខ្លោចវាមិនងាយអីទេបងប្អូនហើយគឺយើងកូរឡើងឆាចុះឆាឡើងវាដាច់ទឹកណាបងប្អូនហើយវាយើងឆាចុះឆាឡើងឲ្យវាដាច់ទឹករួចអស់ហើយនេះបងប្អូនមើលឃើញថាវាស្ងួតវាអីមួយថាមើលទៅថាវាសាច់មិនរបស់យើងវាដាច់ទឹកមានទឹកខាសប្រភេទពុះគីកគ្រូក៏នេះយើងមកដុសជាមួយនឹងដាក់នឹងចានមួយឡែកសិនមកនេះយើងដុសយកជាមួយទុកមួយឡែកសិនបើសិនជាយើងដាក់ជាមួយនឹងគេហៅថាណាំងៅតែម្ដងវាអត់នេះទេចង់ផ្លេចណាំងៅឆាណាំងៅចង់និយាយទាំងផ្លេចណាំងៅហើយក៏យើងចាក់ខ្លាញ់វាសាថ្មីមកម្ដងទៀតមកបងប្អូនហើយក៏ណាំងៅរបស់យើងដែលយើងបានកិនរួចអស់ហើយកិនខ្ញុំបានកិននឹងអីកិនស្លាបព្រាវាម៉ត់វាអីក៏នេះយកមកចាក់នឹងខ្ទះរបស់យើងព្រួចជាមួយបងប្អូនចាក់ខ្ទះរបស់យើងរួចអស់នេះគោវាចុះគោឡើងកុំឲ្យវាខ្លោចកុំឲ្យវាជិបខ្ទះគឿបអីណាបងប្អូនបើសិនជាយើងជិបខ្ទះជិបអីយើងថែមទឹកតិចតួចទៅបានហើយបងប្អូនពេលណាយើងធ្វើវិធីសាស្ត្រនេះបងប្អូនធ្វើតាមខ្ញុំទៅគឺរសជាតិគឺអេ100ហើយក៏រសជាតិគឺនិយាយរួមគឺឆ្ងាញ់100ហើយក៏យើងបន្ថែមជាមួយរ៉ូឌីម្សៅស៊ុបឌីចេងអីហើយនឹងនេះស្ករសអីបន្តិចតួចទៅព្រោះថាណាំងៅយើងប្រៃហើយយើងអត់បាក់ថែមអំបិលថែមអីទេគ្រាន់តែដាក់តាគ្រឿងសពមុខរបស់យើងដែលថាយើងខ្ញុំរៀបរាប់មិញមកនេះដាក់មកក៏ក្លិនយកពីជៀសមកយកពីឈ្ងុយ100បងប្អូនសូម្បីតាអ្នកនៅក្បែរផ្ទះនេះក៏សួរថាខ្ញុំបានហូបអីទៅបងប្អូនអញ្ចឹងទៅក៏ខ្ញុំប្រាប់គាត់ទៅថានេះបានឆាណាំងៅជាមួយនឹងសាច់មឿនអញ្ចឹងទៅក៏គាត់ថាអូឆ្ងាញ់ដល់ក៏ដឹងតែឆ្ងាញ់ហើយព្រោះឈ្ងុយដល់ណាដល់ណីបណ្ដោយបងប្អូន
ហើយមើលតាណាំនឹងរបស់យើងវាក្លិនឈ្ងុយជាតិដល់ទៀត2ទៀត3 4 5ភូមិអីនេះយើងទៅចាក់ជាមួយនឹងសាច់មិនរបស់យើងមកចាក់ជាមួយសាច់មិននេះគឺយើងកូរវាឲ្យចូលជាតិគ្នាជាមួយនឹងណាំងៅហើយនឹងសាច់មិនកូរចុះកូរឡើងឲ្យវាដាច់ទឹកផងណាបងប្អូនបើយើងចង់ថែមទឹកក៏បានដែរបើយើងចង់មិនចង់ថែមទឹកយើងដាក់ឲ្យដាច់ទឹកទៅគឺកាន់តែស្អិតល្មូតជាមួយនឹងណាំងៅជាមួយនឹងសាច់មិនហ្នឹងប៉ុន្តែខ្ញុំចូលចិត្តកូនខ្ញុំក៏ចូលចិត្តរបៀបថាមានទឹកតិចតិចប៉ែអញ្ចឹងមកគឺខ្ញុំដាក់ទឹកតិចតិចមកក៏ដាក់ឲ្យវាក្លិនឈ្ងុយចេះមកកូរចុះកូរឡើងបន្ថែមជាមួយអាដែលខ្ញុំមិញថតអត់បានថតសកម្មភាពចាក់ម្ទេសហើយនឹងនេះទេបងប្អូនចាក់ម្ទេសហើយនឹងខ្ទឹមក្រហមខ្ទឹមអីទេបងប្អូនហើយក៏យើងបន្ទាប់មកក៏យើងភ្លក់មកបងប្អូននិយាយពីរសជាតិឆ្ងាញ់ខ្ញុំអុយមីដៃឲ្យដឹងថាឆ្ងាញ់បងប្អូនមើលតាការភ្លក់របស់ខ្ញុំក៏រសជាតិនិយាយពីឆ្ងាញ់100ហើយក៏បងប្អូនបើមិនជឿទេសាកធ្វើណាំងៅឆាណាំងៅសាច់មិននេះទៅបងប្អូនអើយដឹងតែរសជាតិអុយ100ប៉ុន្តែតាមចំណង់ចំណូលចិត្តបងប្អូនណាបងប្អូនខ្លះក៏គាត់ចូលចិត្តណាំងៅទៅបងប្អូនខ្លះក៏គាត់អត់ចេះហូបណាំងៅទៅបងប្អូនតែចំពោះគ្រួសារខ្ញុំគឺចូលចិត្តញ៉ាំទាំងអស់គ្នាថាខ្ញុំធ្វើម្ហូបធ្វើអីចឹងបាយដឹងអស់ច្រើនហើយកូនខ្ញុំក៏បានហូបប្រពន្ធខ្ញុំក៏គាត់ថាម្ហូបឆ្ងាញ់ប៉ុន្តែមិនដឹងគាត់ទៅសើឬមួយក៏បញ្ចូលអីទេគាត់និយាយការពិតពេលណាដែលខ្ញុំធ្វើម្ហូបគឺដឹងថាម៉ាក់វាឡើងគីឡូហើយបើខ្ញុំខានធ្វើម្ហូបតែ2 3ថ្ងៃ4 5ថ្ងៃមួយខែអីដឹងថាគីឡូគេចុះស្រួតមកវិញហើយបើខ្ញុំធ្វើម្ហូបដល់គីឡូគេឡើងហើយខ្ញុំក៏គីឡូឡើងដែរពេលណាដែលខ្ញុំធ្វើម្ហូបណាបងប្អូនហើយក៏យើងមើលឃើញថាវាឆ្អិនមើលឃើញតែអីហើយក៏យើងបន្ថែមជាមួយនឹងស្លឹកខ្ទឹមយើងហាន់វែងទៅបងប្អូនហើយចាក់ជាមួយលឹកខ្ទឹមលអីក៏យើងបលត់អីក៏បរកបងប្អូនឈ្ងុយមែនទែនហើយក៏យើងដាក់វាចេះមកតំណងមែនទែនបងប្អូនអើយមើលឃើញថាអញ្ចឹងក៏គ្រានលឹបទឹកមិត្តក្អឺបហើយហើយក៏អរគុណមែនទែនសម្រាប់បងប្អូនដែលតែងតែទស្សនាវីដេអូខ្ញុំអរគុណជម្រាបលា